thưa đại là tham gia hiệp trao lược cho mà sầm đai này cứ sầm đai âm píประวัติศาสตร์แผ่นที่ตึกใดในประเทศกัมพูชีយើងเพราะโยมเงียดชราญก็มันบานย้อนปีประวัติศาสตร์ตึกใดไม่ซาในประเทศกัมพูชีយើងទេបងแต่ក្នុងឱកាសនេះហាក់ដូចជាពេលវេលាដែលត្រូវបើកបង្ហាញដល់ញោមញាតពុទ្ធបរិស័ទទាំងអស់ឲ្យយល់ដឹងថាតើប្រវត្តិសាស្ត្រភូមិសាស្ត្រទឹកដីកម្ពុជាយើងពីបរមបុរាណមកមានត្រឹមណាបច្ចុប្បន្ននឹងនៅត្រឹមណានេះសំដែងអំពីប្រវត្តិសាស្ត្ររបស់ប្រទេសប្រកេននឹងជម្រាបជូនញោមញាតពុទ្ធបរិស័ទទឹកដីប្រវត្តិសាស្ត្រភូមិសាស្ត្រនៃប្រទេសកម្ពុជាយើងនេះមានវិសាលភាពវែងឆ្ងាយទូលំទូលាយណាស់ញោមញាតពុទ្ធបរិស័ទបើយើងនឹកឃើញដល់រឿងនឹងចង់តែស្រក់ទឹកភ្នែកពីព្រោះយើងសត្វថ្ងៃបាត់បង់អស់ហើយនៅតូចមួយបងពីបុរាណព្រេងនាយមកប្រវត្តិសាស្ត្ររបស់យើងទិសខាងលិចទល់នឹងទន្លេសាឡូអង់ស្រុកភូមេឥឡូវគេហៅម៉ាយ៉ាន់ម៉ាពោមានព្រំប្រទល់ទន្លេមួយយ៉ាងខាងកើតទន្លេប្រទេសកម្ពុជាយើងខាងលិចទន្លេគឺម៉ាយ៉ាន់ម៉ាភូមេហ្នឹងដល់មកបច្ចុប្បន្ននេះនៅត្រឹមប៉ោយប៉ែតពីសៀមរាបមកប៉ោយប៉ែត148គីឡូពីប៉ោយប៉ែតទៅប្រទេសភូមាណាបងទន្លេសាឡូអង់ជិះយន្តហោះជាង2ម៉ោងណាបងខ្ញុំក៏ញាក់គិតមើលមកបាត់អស់ប៉ុណ្ណានេះខាងជើងទាល់នឹងប្រទេសចិនបងទាល់ប្រទេសចិនឥឡូវនៅត្រឹមភ្នំដងរែកភ្នំវាវាត្រង់ជើងកាក៏នៅជើងភ្នំជើងកាក៏ខ្នងភ្នំបើអាស្រ័យបានប្រទងប្រទៀនគ្នាពីរឿងប្រាសាទតាមិនតូចតាមិនធំប្រាសាទក្របីអីហ្នឹងវាតាំងនៅលើភ្នំប្រាសាទព្រះវិហារហ្នឹងបងវាជិះយន្តហោះពីភ្នំដងរែកទៅស្រុកចិនជាង2ម៉ោងខ្ញុំគិតមកជិះយន្តហោះ2ម៉ោងបានដល់ស្រុកចិនតើបាត់បង់អស់ប៉ុណ្ណានៅខាងកើតទល់នឹងចម្ប៉ាចាមទីក្រុងហាណូយហ្នឹងបងនៅខាងលិចព្រំប្រទល់នឹងម៉ាឡេស៊ីសត្វថ្ងៃខាងម៉ាឡេស៊ីអញ្ចឹងហីអញមិនចេះអង់គ្លេសបើនិយាយមិនចេះត្រូវនោះហើយពីបុរាណដូនតាលោកថាម៉ាឡាយូប្រទេសម៉ាឡាយូដូនតាពីបុរាណប្រទេសម៉ាឡាយូនិងកម្ពុជាមិនដែលមានទំនាស់អីគ្នាទេបងជាមិត្តភាពស្និទ្ធស្នាលនឹងគ្នានេះសូមញោមញាតិជ្រាបនេះសប្តាហ៍ថ្ងៃនេះញោមញាតិមើលព្រំប្រទល់នៅតូចមួយបងអស់ទឹកដីដែលបាត់បង់ទៅធំសម្បើមបងគឺទៅ4-10ភាគនៃប្រទេសយើងដែលសល់សប្តាហ៍ថ្ងៃសល់បន្តិចហ្នឹងឯងសួរតើបាត់បង់ទៅដល់អ្នកណាដែលហេតុអ្វីថាបាត់បង់ទៅភាគខាងលិចនិងខាងជើងហ្នឹងគឺសៀមបើគឺសៀមហ្នឹងឯងឃើញទេរករៀនតន្ត្រៀនយកអស់បងវិធីប្រើពាក្យគេនិយាយប្រើពាក្យគេមិនថាគេមកប្លន់លួចយករបស់យើងទេគេជូនពួកទេសចរទៅមើលប្រាសាទលុបបុរីប្រាសាទអង្គររាជសត្វរបស់ខ្មែរទាំងអស់គេនិយាយប្រាប់ពួកទេសចរថាប្រាសាទទាំងអស់នេះគឺជាប្រាសាទរបស់ខ្មែរគេប្រាប់ត្រង់យ៉ាងដែរប៉ុន្តែខ្មែរនឹងបោះបង់ចោលអត់បានថែរក្សាគ្រប់គ្រងទេម្ល៉េះថៃគេឃើញតំណេគេមកថែរក្សាគ្រប់គ្រងយកទៅជារបស់គេហើយគេប្រាប់ពួកអ្នកទេសចរថាខ្មែរមិនមានសិទ្ធិនឹងមកទាមទារយកទៀតទេព្រោះគេថែរក្សាមករាប់រយឆ្នាំហើយគេនិយាយជាល្អស្រួលបងនេះញោមញាតិគិតមើលបើនឹកដល់រឿងហ្នឹងបងតែនឹកដល់រឿងហ្នឹងចង់តែស្រក់ទឹកភ្នែកទឹកដីធំទូលំទូលាយដូចនៅអាស៊ីអគ្នេយ៍យើងនេះមានជនជាតិ3ខាងកើតយើងចម្ប៉ា
ខាងលិចយើងម៉ូនខ្មែរយើងនៅកណ្ដាលគេឥឡូវចម្ប៉ាបាត់អស់ហើយបងសូនណាចម្ប៉ាដូចម៉ូនខាងលិចក៏បាត់អស់ហើយបងសៀមនោះមកជីចិនយកទៅបងពាក្យកណ្ដាលទៅភូមិនោះពាក្យកណ្ដាលទៅអស់ម៉ូននៅសល់តែខ្មែរយើងកម្ពុជានៅកណ្ដាលតិចវាមិនដឹងជាយ៉ាងណាទេបងបើសត្រូវចេះតែបំណងប៉ងយ៉ាងនេះបងដឹងយ៉ាងណាតែប៉ុន្តែសិនឲ្យតែខ្មែរយើងសាមគ្គីរួបរួមគ្នាបងយើងអាចថែរក្សាការពារបានកុំឲ្យតែបែកបាក់គ្នាបងហ្នឹងចឹងនេះសូមឲ្យខ្ញុំនិយាយជ្រាបដូចដល់មកសតវត្សទី1420នេះសៀមវារុកគួនខ្លាំងណាស់បង3លើកចម្បាំងទី1ទី2ទី3នៅវាជាប់គ្នាណាយកមកច្បាំងប្របាទពញ្ញាយ៉ាតព្រះមហាក្សត្រអត់បានធ្វើកិច្ចការអីទេប្រជាពលរដ្ឋក៏មិនបានរស់ស៊ីមិនបានបរិទ្ធរបរអីទេព្រោះវារវល់ទៅនៅសង្គ្រាមសៀមវាមកបៀតបៀនណាឯងបងលើកទី1លើកទី2ដល់លើកទី3ដល់ឆ្នាំ1420នេះវាលើកមកវាយទៀតប្របាទពញ្ញាយ៉ាតលោកកិច្ចខ្លួនរួចកិច្ចផុតចេញពីវាដល់ខ្លួនដោះព្រះអង្គនាំពួកទាហានតាមទន្លេដងទន្លេសាបយ៉ាងនេះទៅគង់នៅឯទួលបាសាននៅឯស្រុកស្រីសន្ធរសប្តាហ៍នៅកំពង់ចាមទួលបាសានហើយនៅក្បែរទួលនោះមានភូមិមួយឈ្មោះភូមិបារាយទៅតាំងរាជធានីនៅនឹងទួលបាសាននោះក៏នាំយកឈ្មោះរាជធានីពីបុរាណយសោធរៈនេះពីក្នុងនគរយើងគេហៅយសោធរៈបាលីយសោធរៈបរៈដល់ខ្មែរយើងថាយសោធោអានជាខ្មែរទៅប្រដិស្ថានតាំងនៅឯទួលបាសានហ្នឹងដល់សប្តាហ៍វាកំឡាយយាទៅអ្នកកំពង់ចាមគេថាស្រីសន្ធោថាស្រីសន្ធោខ្លះគេថាស្រីសឈោយ៉ាថាទៅប្រពិតគេហៅយសោធោអានេះអាត្មាជារៀបញោមញាតស្រីយសោធោតាំងនៅទីនោះព្រះអង្គទៅគង់តាំងនៅទីនោះដោយព្រះអង្គទៅវឹកវើនកងទ័ពតាមកេរតំណែលពវបិតាព្រះអង្គហ្នឹងព្រោះទីនេះទីដែលវឹកវើនកម្លាំងកងទ័ពហើយដល់វឹកវើនកងទ័ពខ្លាំងបានព្រះអង្គលើកទ័ពត្រឡប់វិញមកវាយដេញសៀមយ៉ាងចេញទៅវិញបងគិតមើលមកក្រាន់តែសៀមបៀតបៀនហ្នឹងបងនៅមិនសោកធ្វើការឲ្យមិនបាននៅមិនបានសោកចិត្តភៀសខ្លួនចេញរត់គេចេញទៅបងនេះប្រវត្តិហ្នឹងវាដល់មកសម័យលង្វែកទៀតគឺលង្វែកទៀតក៏សៀមទៀតខ្ញុំញ៉ាំដឹងថារឿងលង្វែកបើថារឿងប្របាទបញ្ញាយ៉ានោះមិនសូវដឹងតែបើរឿងលង្វែកយើងដឹងគ្រប់តែគ្នាបងទីក្រុងលង្វែកព្រោះទីក្រុងលង្វែកនេះលបលពើច្រើនណាស់ពោតែស្ដេចខ្មែរយើងនោះក៏មានបញ្ហាក្នុងគ្នាច្រើនណាស់បងនៅទីក្រុងលង្វែកនៅឆ្នាំ1593ណាចាសៀមចេះតែរកគួរយើងដឹងហើយប្រវត្តិសាស្ត្រថាដាំសត្វរស័យសាញ់បន្លាធ្វើរបស់សៀមចូលអត់ចោះទេវាតែវាធ្វើនយោបាយទៅយកប្រាក់ដួងមកបាញ់ពេញតែគុំរស័យនយោបាយហ្នឹងណាតែអញ្ចឹងទៅប្រជាពលរដ្ឋយើងទៅជីកទំពាំងទៅឃើញប្រាក់ដួងហ្នឹងក៏ចេះតែខ្វេះកកាយយកទៅបងទ្រុសរស័យទ្រុសអីហ្នឹងអាលបែកក៏កំពេញការពារហ្នឹងដល់យូរទៅកាប់អស់អារស័យសាញ់បន្លាការពារកំពេញដល់សៀមមិនដឹងថាយើងកាប់រស័យយកប្រាក់ដួងឲ្យលើកទ័ពមកម្ដងទៀតបកបរាជ័យចាញ់ទៅនៅរាជប្របាទជ័យជាថាទី1ប្របាទជ័យជាថាទី1ហ្នឹងប្រវត្តិសាស្ត្របំភ្លេចបើយកទៅលេងជាខ្សែភាពយន្តបញ្ចាំងឲ្យប្រជាពលរដ្ឋមើលសៀមមើលនៅតែសប្តាហ៍ហ្នឹងឯងណាបងវាថាស្ដេចសៀមមកសម្លាប់ស្ដេចខ្មែរនឹងអាកកយកឈាមលាងជើងបាទនេះវាប៉ុនបំភ្លេចចឹងបងឲ្យប្រជាពលរដ្ឋខ្មែរមើលបានអាត្មាស្គាល់លោកគ្រូមហាសទេពលោកខ្មែរទេពនាមលោកឈ្មោះលោក
ឈ្មោះលេងនៅវត្តលងថ្ងាន់ណាថ្ងាន់វត្តបរិយណាលោកទៅនៅស្រុកថៃនៅទៅសិក្សារៀនស្រុកថៃតាំងពីក្មេងក៏លោកបានទទួលឋានន្តរស័ក្តិជាគ្រូសូត្រស្ដាមនៅវត្តបភេទពីមកគ្រូសូត្រស្ដាមអាត្មាទៅជួបលោកនិយាយពីរឿងសៀមវាបញ្ចាំងរឿងបន្ទាយឡងវែកដែលបែកធ្លាយតែនឹងតែឃើញតែឈឺចាប់អស់ឈឺចាប់ថាសៀមបើមើងងាយខ្មែរយើងថោកទៀតនោះថាលោកអត់នៅទេឥឡូវលោកទៅគង់នៅញីសេឡិនណាសូចិត្តលះបង់តំណែងគ្រូសូត្រស្ដាមនៅវត្តបភេទពីមកនោះថានៅមិននៅទេប៉ុន្តែអាកស្ដេចខ្មែរយកឈាមមកលៀងជើងហ្នឹងគឺគេបំផ្លែងទេគេបំផ្លែងទេធ្វើម៉េចឲ្យតែយើងវាអន់តាមពិតលោកភៀព្រះអង្គទៅស្រុកលាវទេបងអាហ្នឹងរឿងពេទ្យអ្នកណាដោយសារតាសៀមហ្នឹងឯងបើវរុកគូនមិនចេះឈប់សោះឥឡូវនេះដល់មកចុងក្រោយនេះលើកទី3ធំទៀតគឺប្រាសាទតាមន់ណាប្រាសាទអីតាក្របីអញ្ចឹងហ៎ក្របីតាមន់ហ្នឹងទៀតដែរបងព្រោះប្រាសាទនោះសង់ជាប់នៅលើភ្នំនេះប្រាសាទហ្នឹងធំណាបងហើយប្រាសាទព្រះវិហារប្រាសាទព្រះវិហារនេះព្រះបរមរតនកោដ្ឋលោកតក្តីក្នុងសៀមហ្នឹងឯងតក្តីក្នុងសៀមទៅដល់នឹងឯណាទេដូចជាស្វីសនៅតែណាទីឡាអេតមិនស្វីសទេហូឡង់ក៏គេកាត់ឲ្យឈ្នះមកพอដល់ឈ្នះមកវាថាតួប្រាសាទរបស់ខ្មែរបានដីជំវិញហ្នឹងបើវានិយាយទៅទៀតណាប្រាសាទរបស់ខ្មែរបានដីជំវិញបើវាអញ្ចឹងគឺល្បិចវាឥឡូវនេះក៏បិចល្បិចមិនចេះចប់ទេបងនេះគេថាមហិច្ឆតាសេចក្តីលោភរបស់សៀមហ្នឹងវាហួសព្រំដែនលោភលន់ហ្នឹងនេះបានជាខ្មែរយើងទាំងអស់គ្នានេះក៏រងទុក្ខវេទនាប៉ុននឹងសត្រូវជាតិចិត្តខាងចេះតែបៀតបៀនជិះជាន់ចង់បានទឹកដីរបស់បងយើងហ្នឹងបងដោយបច្ចុប្បន្ននេះព្រះសង្ឃនិងញោមញាតិទាំងអស់បានជ្រាបហើយមិនចាំបបាអធិប្បាយបញ្យល់សម្ដែងអីទេព្រះសង្ឃនិងញោមញាតិបរិស័ទព្រះសង្ឃតាំងពីសម្ដេចព្រះសង្ឃនាយកសម្ដេចសង្ឃនាយកទី1រងទី1ទី2ទី3រហូតដល់សម្ដេចបដតីទៀតនិងព្រះសង្ឃគ្រប់ខេត្តទាំងអស់ព្រមេគន់អនុគន់ព្រមទាំងមន្ត្រីរាជការទាំងអស់កើតទុក្ខពោគ្រប់គ្នាទាំងអស់វាបាត់បង់សេចក្តីសុខនឹងអស់ទៅក៏ទុក្ខមកគ្របដណ្ដប់គ្រប់តែគ្នាទាំងអស់អាត្មាតនឹកដល់រឿងហ្នឹងមានសេចក្តីក្តុកក្តួលបងសម្រាប់យើងទាំងអស់គ្នាហ្នឹងវាសត្វមិនតែអាត្មាទេសំបីញោមញាតិគ្រប់គ្នាក៏នឹកដល់រឿងពួកទាហានប្រកងទ័ពរបស់យើងដែលបាត់បង់ជីវិតទៅហ្នឹងហើយតនឹកឃើញក៏ស្រក់ទឹកភ្នែកបងសំបីលោកជំទាវសម្ដេចបវរធិបតីមកថ្វាយគុំអាត្មាក្នុងវត្តហ្នឹងឃើញក៏ស្រក់ទឹកភ្នែកដូចមានសេចក្តីសំណោះអាឡោះអាល័យព្រោះដល់កម្លាំងកងទ័ពតស៊ូពួកយើងទាំងអស់គ្នាទាំងប្រសង់ទាំងញោមញាតិបរិស័ទទាំងអស់យើងបាននៅសុខស្រួលជួបជុំក្រុមគ្រួសារតែស្រកតែផ្លូវកាយទេបើផ្លូវចិត្តគឺកើតទុក្ខគ្រប់សកលដោយសារពួកកងទ័ពក៏នឹកឃើញពីពួកកងទ័ពក៏លះបង់ក្រុមគ្រួសារស្រកទេផ្ទះសម្បែងទៅនៅក្នុងព្រៃភ្នំក្រាំថ្មហាលភ្លៀងហាលថ្ងៃពោមុខខំជួនកាលក៏មិនបានអាហារឲ្យបរិភោគគ្រប់គ្រាន់ផងបងតែនឹកឃើញចឹងសេចក្តីក្តុកក្តួលក៏កើតមានផងអាត្មាយល់ថាមានគ្រប់គ្នាទាំងអស់បងសម្រាប់ញោមញាតិហ្នឹងក្នុងបច្ចុប្បន្ននេះគឺខ្មែរយើងគ្រប់គ្នានេះមានសេចក្តីទុក្ខនោះមកគ្របសង្កត់បងសេចក្តីទុក្ខទៅបីផ្លូវកាយសោកក៏ផ្លូវចិត្តហ្នឹងទុក្ខហើយសម្រាប់ពួកទាហានយោធាគ្នាទុក្ខទាំងកាយទុក្ខទាំងចិត្តអីទាំងអស់បងនេះអាស្រ័យហេតុនេះបានជាព្រះធម្មអលង្ការមនីក៏លោកបង្កើតជាកម្មវិធីបុណ្យការប្រាក់សាមគ្គីឡើងដើម្បីទៅជួយទំនុកបំរុងដល់កងទ័ពរបស់យើងទាំងអស់នៅតាមព្រំដែនមិនដឹងជា
ខ្វះខាតអីទេជាងការក៏ខ្វះខាតដូចជារឹងដូចស្អីគ្នាទូទៅដេកហ្នឹងណារឹងមុំស្អីតង់ស្អីការពារពេលភ្លៀងហ្នឹងបើដោយមិនដឹងជាដោយប្រការណាមួយទេតាមយើងមើលទៅខ្វះខាតអីក៏ជួយទំនុកម្ដងទៅតាមហ្នឹងទៅបងគឺតស៊ូទាំងអស់គ្នាទាំងព្រះសង្ឃអ្នកបួសពុទ្ធសាសនានិងញោមញាតិគឺរួបរวมព្រមព្រៀងគ្នាទាំងអស់ប៉ុណ្ណឹងដែលអាត្មាតែងសម្ដែងថាញោមញាតិយើងទាំងអស់គ្នានឹងជាមិត្ត3យ៉ាងរួមនឹងគ្នាទី1គឺមិត្តរួមជាតិយើងនឹងជាខ្មែរដូចគ្នាហើយក៏ជាកម្ពុជាបតយើងនឹងជាកូនអ្នកកម្ពុជាយើងជាខេមរបុត្រគឺបុត្រអ្នកដែលមានសេចក្តីខ្សែមឥឡូវសេចក្តីខ្សែមដែលមានទេបើមានសេចក្តីទុក្ខនេះរួមទី1ហើយទី2គឺយើងរួមសាសនាពុទ្ធហ្នឹងដូចគ្នាទាំងអស់បងទី3គឺរួមទុក្ខគឺការកើតចាស់ឈឺស្លាប់ដូចគ្នាទាំងអស់នេះសម្រាប់យើងទាំងអស់គ្នានឹងជាមិត្តដែលរួមនឹងគ្នា3យ៉ាងនេះអាស្រ័យហេតុនេះក្នុងកាលៈទេសៈដែលលំបាកនេះបងត្រូវតែរួបរวมព្រមព្រៀងគ្នាទាំងអស់ក៏ទាំងព្រះសង្ឃទាំងញោមញាតិប្រជាពលរដ្ឋទាំងអស់គឺចិត្តមួយឆ្លើមួយបងពួតដៃគ្នាដើម្បីជួយទ្រទ្រង់ពួកទាហានបងយោធានៅតាមព្រំដែននឹងជួយទំនុកបំរុងត្រូវតែជួយយ៉ាងមកបងបើមិនអញ្ចឹងទេតែបរទេសវាមកយកទឹកដីនឹងបានយើងលំបាកសូន្យហើយណាបងអស់ហើយបងអញ្ចឹងត្រូវខំតស៊ូរួបរวมនឹងគ្នាយ៉ាងខ្លាំងក្លាជាទីបំផុតក្នុងឱកាសនេះកាលក្តីប្រាសាទព្រះវិហារណាញោមញាតិអាត្មាឮថាប្រសង់ស៊ីមរីប្រាក់គ្នាគ្រប់វត្តឲ្យរដ្ឋាភិបាលទៅក្តីទៅតក្តីនៅព្រះវិហារតំណែងកាលហ្នឹងនិយាយថាប្រសង់ស៊ីមរីគ្នាគ្រប់វត្តដល់ឥឡូវនេះយើងប្រសង់ក៏តស៊ូដូចគ្នាដែរបងដោយមកធ្យោបាយណាមួយគឺជួយទាំងគ្រប់គ្រងទាំងកម្លាំងកាយកម្លាំងចិត្តទ្រព្យសម្បត្តិរបស់ព្រះប្រាស់គឺជួយអត់មានគិតសំចៃទេបងដើម្បីការពារទឹកដីយើងឲ្យបានគង់វង្សទុកឲ្យកូនចៅយើងតទៅក្រោយទៀតបងអ្នកអាត្មាសម្ដែងហ្នឹងណាមិញនេះថាខាងកើតយើងគឺចាមអស់ហើយឥឡូវយើងគឺមូនអស់ហើយនៅសល់តែយើងទេបងមកជាតិ2ដែលនៅលើអាស៊ីអស់គ្នាអស់ហើយបងបើអញ្ចឹងត្រូវតែរួបរวมសាមគ្គីគ្នាគ្រប់កាលគ្រប់វេលាទាំងអស់តាំងពីត្រឹមនឹងឯងតរៀងរហូតទៅមិនមែនសាមគ្គីតែក្នុងពេលដែលមានវិបត្តិទេសូមឲ្យរាប់អានគ្នាក្នុងនាមថាជាខ្មែរជាកម្ពុជាបុត្រខេមរៈបុត្រញោមញាតិណាពូជពងវងតកូលអស់គ្នានេះសូមឲ្យញោមញាតិអស់គ្នាថែរក្សានៅសាមគ្គីភាពជាធម៌ដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងទុកហ្នឹងព្រោះសាមគ្គីជាធំតែសាមគ្គីហ្នឹងតបោសុខោការព្រមព្រៀងការរួមគ្នារបស់សង្ឃរបស់ពួករបស់ក្រុមជាហេតុដែលនាំមកឲ្យសេចក្តីសុខតែយើងបែកបាក់សាមគ្គីគ្នាសេចក្តីអន្តរាយនឹងមានដល់ទាំងអស់ព្រោះមានដល់ភាគីគ្រប់ភាគីតែកាលណាអន្តរាយមិនមែនភាគីណាមួយមានទុកភាគីណាបានសុខទេអត់បានសុខទេព្រោះបានទុកគ្រប់តែគ្នាទាំងអស់បងបើលើប៉ុណ្ណឹងចាអាត្មាសូមរៀបរាប់ពីប្រវត្តិសាស្ត្របន្តិចប៉ុណ្ណឹងឯងបងរួចជាបន្តទៅក៏សូមប្រគល់តួនាទីទៅព្រះធម្មកថាទាំង3ទាំង4រូបលោកសម្ដែងធ្វើណាទៅតាមទឹកប្រតិបើលោកព្រះអង្គណាសម្ដែងមុនណោះតែលោកណាអង្គុយគៀកសម្ដែងមុនទៅខ្ញុំកណាអាត្មាគាត់រៀបរាប់ពីប្រវត្តិសាស្ត្រឲ្យជូនឲ្យខ្មែរយើងដឹងទាំងអស់អាហ្នឹងឲ្យដឹងអស់គ្នាបណ្ដាបើអញ្ចឹងការសម្ដែងរៀបរាប់ពីប្រវត្តិសាស្ត្រនេះក៏គួរសមទៅតាមកាលនិងវេលាបើអញ្ចឹងសូមប្រគេនតួនាទីនេះទៅ